ឡានមួយគ្រឿងកំពុងបើកបរនៅលើផ្លូវកោងនាពេលយប់ហុំព័ទ្ធទៅដោយព្រៃឈើដ៏ក្រាស់ទិដ្ឋភាពបង្ហាញពីខាងក្នុងឡានមានបុរសម្នាក់ជាអ្នកបើកបរនិងក្មេងប្រុសពីរនាក់អក្សរនៅលើអេក្រង់បង្ហាញថា Upstate New York 1974ក្មេងប្រុសតូចដែលអង្គុយនៅខាងក្រោយពាក់វ៉ែនតាកំពុងលេងរបស់ក្មេងលេងមូលពណ៌ខ្មៅមួយនៅក្នុងដៃក្មេងប្រុសម្នាក់ទៀតដែលអង្គុយខាងមុខបានងាកមកធ្វើគត់និងឡកឡោយដាក់ក្មេងប្រុសតូចនោះស្រាប់តែរបស់ក្មេងលេងមូលពណ៌ខ្មៅនោះចាប់ផ្ដើមបញ្ចេញពន្លឺពណ៌ខៀវនិងមាននិមិត្តសញ្ញាចម្លែកលេចឡើងទិដ្ឋភាពខាងក្រៅបង្អួចឡានបានប្រែប្រួលទៅជាខ្យល់ព្យុះព្រើធ្លាក់យ៉ាងខ្លាំងមុនពេលឡាននោះហាក់ដូចជាលិចចូលទៅក្នុងកន្លែងងឹតមួយទ្វារឡានបានបើកឡើងហើយក្មេងប្រុសតូចនោះបានដើរចេញមកក្រៅនៅក្នុងរូងភ្នំដ៏ធំនិងអាថ៌កំបាំងមួយក្មេងប្រុសតូចបានដើរសម្លឹងមើលជុំវិញខ្លួនទាំងក្តីងឿងឆ្ងល់ឆ្លងកាត់រូបសំណាកបិសាចផ្សេងគ្រូមន្តអាគមម្នាក់ដែលមានពុកចម្ការវែងពណ៌ស្លៀកពាក់ឈុតវែងពណ៌ក្រហមនិងមាននិមិត្តសញ្ញាកំពុងភ្លឺនៅលើទ្រូងបានដើរចុះពីលើជណ្ដាលទាំងដៃកាន់ដំបងមន្តអាគមដែលមានពន្លឺគ្រូមន្តអាគមបានលើកដំបងឡើងហើយបញ្ចេញរូបភាពវេទមន្តពណ៌មាសបង្ហាញពីរឿងរ៉ាវអតីតកាលទៅកាន់ក្មេងប្រុសនោះរូបសំណាកបិសាចដែលតំណាងឲ្យបាបកម្មទាំង7ចាប់ផ្ដើមមានភ្នែកភ្លឺពណ៌ក្រហមនិងបញ្ចេញសំឡេងក្រហមគួរឲ្យខ្លាចដាក់ក្មេងប្រុសដុំរស្មីវេទមន្តពណ៌ខៀវមួយបានអន្តែតនៅពីមុខក្មេងប្រុសនោះដោយព្យាយាមតាក់ទាញចិត្តគេឲ្យទៅប៉ះវាគ្រូមន្តអាគមបានស្រែកឃាត់ហើយភ្លាមនោះមានពន្លឺពណ៌ស្ទះមកយ៉ាងខ្លាំងបញ្ជូនក្មេងប្រុសនោះត្រឡប់មកវិញក្មេងប្រុសនោះបានដឹងខ្លួនឡើងវិញនៅក្នុងឡានវិញប៉ុន្តែឡានបានបាត់បង់ការគ្រប់គ្រងនិងស្ទើរតែបុកជាមួយឡានដឹកទំនិញធំមួយបុរសជាឪពុកបានព្យាយាមបត់ចង្កូតយ៉ាងខ្លាំងរហូតធ្វើឲ្យឡានវិលនិងជួបគ្រោះថ្នាក់ក្រឡាប់យ៉ាងធ្ងន់ធ្ងរបន្ទាប់ពីគ្រោះថ្នាក់ចរាចរណ៍ប្អូនប្រុសបានវាយចេញពីឡានទាំងភ័យខ្លាចហើយទិដ្ឋភាពបង្ហាញពីឪពុកដែលរងរបួសធ្ងន់ធ្លាក់លើផ្លូវក្មេងប្រុសតូចសម្លឹងមើលទៅដីហើយឃើញរបស់ក្មេងលេងមូលពណ៌ខ្មៅនោះលេចចេញអក្សរពាក្យថា Venus រូបភាពកាត់ទៅកាន់គ្រូមន្តអាគមនៅក្នុងរូងភ្នំដែលលើកដំបងឡើងលើហើយវាកំទេចវាបង្កើតជាផ្ទុះពន្លឺវេទមន្តយ៉ាងខ្លាំងទិដ្ឋភាពបានផ្លាស់ប្ដូរមកកាន់ទីក្រុងនាពេលបច្ចុប្បន្នដោយមានអក្សរនៅលើអេក្រង់បង្ហាញថា Philadelphia Today ជាមួយនឹងទិដ្ឋភាពអគារខ្ពស់ក្នុងទីក្រុងBilly Barson ឈរនៅមុខហាងបញ្ចាំ Bishop's Pawn Shop ដោយសម្លឹងមើលទៅខាងក្នុងគាត់ដើរចេញពីមុខហាងសំដៅទៅរកឡានប៉ូលីសមួយគ្រឿងដែលចតនៅក្បែរនោះនៅខាងក្នុងហាងមន្ត្រីប៉ូលីស2នាក់កំពុងសួរនាំអ្នកលក់ស្របពេល Billy លុបចូលទៅក្នុងឡានប៉ូលីស Billy បើកទ្វារឡានរួចចូលទៅអង្គុយនៅកៅអីខាងមុខគាត់យកវិទ្យុតាក់ទងរបស់ប៉ូលីសមកប្រើដើម្បីនិយាយបន្លំធ្វើជាសមត្ថកិច្ចបន្ទាប់មកទិដ្ឋភាពបដូរទៅផ្ទះមួយខ្នងដែលមានការតុបតែងលម្អសម្រាប់ពិធីបុណ្យនៅក្នុងកម្មវិធីកម្សាន្តមួយមាតាម្នាក់កំពុងនិយាយទៅកាន់កូនប្រុសតូចរបស់គាត់កុមារតូចនោះដើរកាត់ហ្វូងមនុស្សយ៉ាងច្រើនកុះករគាត់បានរើសវត្ថុមួយពីលើដីរួចដើរទៅមុខបន្តទៀតកុមារនោះសម្លឹងមើលជុំវិញខ្លួនដោយភាពងឿងឆ្ងល់និងភិតភ័យគាត់ទៅអង្គុយនៅលើមុខឡានប៉ូលីសដោយមានមន្ត្រីប៉ូលីសឈរនៅក្បែរ Billy ដើរតាមដងផ្លូវដែលមានព្រៅធ្លាក់រួចសម្ដៅទៅផ្ទះមួយខ្នងគាត់ដើរទៅដល់មាត់ទ្វារផ្ទះរួចលូកដៃទៅចុចកណ្ដឹងទ្វារស្ត្រីម្នាក់បានបើកទ្វារចេញមកជួបនិងនិយាយជាមួយ Billy បន្ទាប់មក Billy អង្គុយនៅក្នុងការិយាល័យមួយជួបជាមួយស្ត្រីម្នាក់ពាក់វ៉ែនតាពួកគេទាំងពីរនាក់កំពុងជែកពិភាក្សាគ្នាយ៉ាងម៉ឺងម៉ាត់នៅក្នុងបន្ទប់នោះBilly សម្លឹងមើលទៅក្រៅបង្អួចរួចឃើញមនុស្ស2នាក់កំពុងឈរមើលមកគាត់នៅពេលយប់បុរសម្នាក់ដើរសម្ដៅទៅរកឡានរួច Billy ឡើងទៅអង្គុយនៅខាងក្នុងឡានជាមួយស្ត្រីម្នាក់ឡានបានបើកមកដល់ផ្ទះមួយខ្នងដែលមានភ្លើងពណ៌លម្អយ៉ាងស្អាត Billy ដើរចូលទៅក្នុងផ្ទះនោះជាមួយមនុស្សធំ2នាក់នៅខាងក្នុងផ្ទះមានក្មេងប្រុសម្នាក់កំពុងលេងហ្គេមនិងស្រែកហ៊ោលើសាឡុងក្មេងស្រីតូចម្នាក់ពាក់វ៉ែនតាដើរមកនិយាយស្វាគមន៍ Billy យ៉ាងរាក់ទាក់នៅក្នុងបន្ទប់ទទួលភ្ញៀវដែលមានជញ្ជាំងបុរាណ Victor Vasquez និង Rosa Vasquez កំពុងឈរជែកគ្នា Rosa កំពុងនិយាយទូរស័ព្ទពណ៌ក្រហមយ៉ាងម៉ឺងម៉ាត់ចំណែកឯ Victor ឈរស្ដាប់ដោយស្ងប់ស្ងាត់កាមេរ៉ាងាកទៅបង្ហាញ Billy Barson ពាក់មួកចាក់ពណ៌ខ្មៅនិងអាវក្រៅពណ៌ត្នោតកំពុងច្រន់មុខ Joel Adjustly ពាក់វ៉ែនតានិងអាវរងាពណ៌ផ្កាឈូកសម្លឹងមើលទៅ Billy ដោយការងឿងឆ្ងល់ Rosa ដើរនាំ Billy និង Dollar ឡើងទៅលើជណ្ដាលឈើនៃផ្ទះពួកគេដើរឡើងជណ្ដាលយ៉ាងរហ័សឆ្លងកាត់ផ្ទាំងគំនូររូបផ្កាឈូកដ៏ធំនៅលើជញ្ជាំង Rosa បើកទ្វារនាំ Billy ចូលក្នុងបន្ទប់គេងរួចនាងញឹមបោះអង្អែលស្មារបស់គេមុននឹងដើរចេញនៅក្នុងបន្ទប់នោះ Freddie Freeman សក់រួញពាក់អាវពណ៌បៃតងកំពុងអង្គុយលើកៅអីវិលក្បែរទៅធ្វើការ Freddie ងាកមកមើលសមាជិកថ្មីរួច Billy ក៏សម្លឹងមើលជុំវិញបន្ទប់ដោយក្តីចម្លែកចិត្តកាមេរ៉ាបង្ហាញរូបភាពអាវុធ Batarang របស់ Batman ពណ៌ខ្មៅលីមាសតាំងនៅលើទូរបស់ Freddie Billy និង Freddie ដើរទៅក្បែរធ្នើសៀវភៅដែលមានបិទកាសែតចំណងជើងថា Superman is back Billy និង Freddie ឈរទល់មុខគ្នានិងចាប់ផ្ដើមជែកគ្នាយ៉ាងយកចិត្តទុកដាក់អំពីវីរបុរសល្បីឈុតឆាកបដូរមកកាន់ Billy ដែលកំពុងអង្គុយម្នាក់ឯងនៅលើគែមអាងូតទឹកក្នុងបន្ទប់ទឹក Billy បើកមើលសៀវភៅកត់ត្រាតូចមួយដែលមានសរសេរឈ្មោះនិងអាសយដ្ឋានដើម្បីតាមរកម្ដាយបង្កើតនៅក្នុងកម្មវិធីអាហារជួបជុំគ្រួសារទាំងមូលអង្គុយជុំវិញតុរួចលាតដៃដាក់លើគ្នាដើម្បីបន់ស្រន់
នៅថ្ងៃបន្ទាប់ពួកក្មេងដើរចូលសាលារៀនហើយមន្ត្រីសន្តិសុខកំពុងពិនិត្យកាតាបស្ពាយ Joel ងាកមកនិយាយអ្វីមួយយ៉ាងរហ័សរហួនទៅកាន់ Billy ដែលដើរនៅក្បែរនាង Billy ញញឹមតបបន្តិចរួច Dollar ក៏ដើរដាច់ចេញទៅក្នុងចំណោមហ្វូងសិស្សដទៃ Billy ស្ពីកាតាបដើរទៅមុខម្នាក់ឯងតាមច្រកផ្លូវដើរដ៏វែងនិងអ៊ូអរនៃសាលារៀននៅបន្ទប់ប្រជុំ The Line Crosby ពាក់អាវគ្រូពេទ្យពណ៌ស្ដើកាន់ឯកសារចូលមកមើលអេក្រង់ទូរទស្សន៍នៅលើអេក្រង់មានស្ត្រីអ្នករាយការណ៍ព័ត៌មានកំពុងនិយាយអំពីព្រឹត្តិការណ៍អាថ៌កំបាំងរូបភាពនៅលើអេក្រង់បង្ហាញកាត់ទៅសំណង់គំរូនៃ Rock of Eternity ដែលមានជួររបងសតធំៗនៅក្នុងបន្ទប់ងឹតមួយបង្ហាញដៃរបស់ The Radio Sevena កំពុងបង្វិលបាល់ប៊ីយ៉ាលេខ8ពណ៌ខ្មៅភ្លើងភ្លឺឡើងបង្ហាញ The Sevena ពាក់វ៉ែនតាវ៉ាន់មូលនិងអាវធំពណ៌ខ្មៅដើរចូលមកក្នុងបន្ទប់ប្រជុំ The Sevena ឈរនៅចំពោះមុខអេក្រង់រួចស្ដាប់ The Line Crosby និងឆ្លើយតបទៅនាងវិញយ៉ាងម៉ឺងម៉ាត់នាឡិកា Digital នៅលើតុរ៉តបង្ហាញម៉ោងរួច The Sevena ងាកមកសម្លឹងមើលចំកាមេរ៉ាវីដេអូនៅលើអេក្រង់បដូរទៅជារូបភាពស្ត្រីម្នាក់កំពុងនិយាយរៀបរាប់ពីបទពិសោធន៍របស់នាង The Sevena ដើរយ៉ាងលឿនតាមច្រកផ្លូវដើរមន្ទីរពិសោធន៍ដោយមាន The Line Crosby ដើរតាមពីក្រោយ The Sevena ដើរចូលមកក្នុងបន្ទប់ធ្វើការផ្ទាល់ខ្លួនរួចសម្ដៅទៅកាន់ទ្វារដែកពណ៌ក្រហមចាស់ The Sevena ដកហ្វឺតពណ៌ស្មុកសរសេរគូសវាសនៅនិមិត្តសញ្ញាវេទមន្តបុរាណនៅលើផ្ទៃទ្វារដែក The Sevena ប្រើដៃទាំងពីររុញទ្វារដែកនោះយ៉ាងខ្លាំងខណៈ The Line Crosby ឈរមើលពីក្រោយ The Sevena លែងដៃពីទ្វាររួចងាកមកជែកជាមួយ The Line Crosby នៅក្បែរអេក្រង់កុំព្យូទ័រដ៏ធំលោកបណ្ឌិត Sivana The Sevena ឈរមើលផ្សែងខ្មៅដែលកំពុងរលាយបាត់ទៅគាត់មើលទៅដុំធ្យូងនិងកំទេចកំទីដែលឆេះនៅលើកម្រាលព្រំលោកបណ្ឌិត Sivana ដើរសម្ដៅទៅរកទ្វារពណ៌ក្រហមដែលមានអក្សរចម្លែកគាត់បើកទ្វារហើយឈានជើងចូលទៅក្នុងរូងភ្នំដ៏ធំល្វឹងល្វើយនិងងឹតគាត់ដើរកាត់រូបចម្លាក់បិសាចថ្មដែលគួរឲ្យខ្លាចនៅសងខាងផ្លូវនៅខាងមុខគាត់គ្រូមន្តអាគមសាសាម The Wizard Shazam កំពុងឈរកាន់ដំបងមន្តអាគមលោកបណ្ឌិត Sivana សម្លឹងមើលទៅគ្រូមន្តអាគមដោយទឹកមុខម៉ឺងម៉ាត់គ្រូមន្តអាគមលើកដំបងឡើងប៉ុន្តែថាមពលពណ៌ខៀវស្រាប់តែលេចចេញមកដុំថាមពលមានភ្នែកវេទមន្តហោះមករកលោកបណ្ឌិត Sivana លោកបណ្ឌិត Sivana សម្លឹងមើលដុំថាមពលនោះដោយមិនព្រិចភ្នែកផ្សែងខ្មៅស្រាប់តែហោះចេញពីរូបចម្លាក់បិសាចថ្មទាំងនោះដុំថាមពលភ្នែកវេទមន្តហោះចូលទៅក្នុងភ្នែកស្ដាំរបស់លោកបណ្ឌិត Sivana គាត់ស្រែកដោយការឈឺចាប់ហើយវ៉ែនដារបស់គាត់បានធ្លាក់ចុះមកលើឥដ្ឋភ្នែកស្ដាំរបស់លោកបណ្ឌិត Sivana ឡើងពណ៌ខៀវភ្លឺដោយថាមពលងឹតគ្រូមន្តអាគមព្យាយាមប្រើដំបងបាញ់ថាមពលវីប្រហារទៅលើគាត់លោកបណ្ឌិត Sivana ប្រើថាមពលថ្មីរបស់គាត់វីបកវិញធ្វើឲ្យគ្រូមន្តអាគមដួលទៅលើដីកាត់មកទិដ្ឋភាពនៅក្នុងអាហារដ្ឋាននៃសាលា Fawcett Central Freddie Freeman កំពុងអង្គុយនិយាយរៀបរាប់យ៉ាងរំភើប Freddie ដើរនៅក្នុងច្រកផ្លូវដើរនៃសាលាជាមួយមិត្តភក្តិម្នាក់ទៀត Billy Bason ដើរចេញពីសាលារៀនកាត់កណ្ដាលហ្វូងមនុស្សក្មេងទំនើង2នាក់បានចាប់ Freddie ញាត់ទៅនឹងឡាន pick-up ពណ៌ខ្មៅ Freddie ព្យាយាមនិយាយឌឺដងទៅកាន់ពួកក្មេងទំនើងទាំងនោះ Billy ឃើញទិដ្ឋភាពនោះក៏ស្ទុះទៅយកឈើច្រត់របស់ Freddie វីពួកក្មេងទំនើងដួលទៅលើដីហើយ Billy ក៏រត់គេចខ្លួនយ៉ាងលឿនBilly រត់សម្ដៅទៅរកស្ថានីយរថភ្លើងក្រោមដីគាត់បានរត់ចូលទៅក្នុងទ្វាររថភ្លើងក្រោមដីទាន់ពេលមុនពេលវាបិទពួកក្មេងទំនើងរត់មកតាមទាន់ត្រឹមតែឈរមើលតាមកញ្ចក់ទ្វាររថភ្លើង Billy ដើរទៅរកកន្លែងអង្គុយនៅក្នុងរថភ្លើងដែលមិនសូវមានមនុស្សស្រាប់តែភ្លើងក្នុងរថភ្លើងរលត់ហើយបង្អួចឡើងកកុញទៅដោយទឹកកកនិងខ្យល់ Billy Bason ដើរចូលទៅក្នុងរូងភ្នំដ៏ធំល្វឹងល្វើយនិងងឹតស្លុបដោយសម្លឹងមើលជុំវិញខ្លួនទាំងក្តីបារម្ភគាត់ងាកក្រោយមើលរួចក៏បានប្រទះឃើញបុរសចំណាស់សក់វែងម្នាក់កំពុងអង្គុយលើបល្ល័ង្កថ្មគ្រូមន្តអាគម Shazam ក្រោកឈរឡើងយឺតទាំងដៃកាន់ដំបងមន្តអាគមដែលមានពន្លឺពណ៌ខៀវ Billy មើលទៅគាត់ទាំងក្តីស្លន់ស្លោខណៈពេលដែលរូបភាពវេទមន្តពណ៌មាសបានលេចឡើងនៅជុំវិញពួកគេរូបភាពមន្តអាគមពណ៌មាសនោះបានផ្ទុះរាលដាលជាពន្លឺភ្លឹបភ្លែតពេញរូងភ្នំ Billy ដើរតម្រង់ទៅរកគ្រូមន្តអាគមចំណាស់នោះដោយទឹកមុខនៅតែមិនទាន់បាត់ភ័យគ្រូមន្តអាគម Shazam បានពន្យល់និងណែនាំ Billy អំពីអំណាចទិព្វរបស់គាត់Billy ស្ដាប់ទាំងងឿងឆ្ងល់និងយកដៃស្ទាបទ្រូងខ្លួនឯងគ្រូមន្តអាគមប្រាប់ឲ្យ Billy ចាប់កាន់ដំបងមន្តអាគមហើយនិយាយពាក្យថា Shazam Billy ក៏បានចាប់កាន់ដំបងរួចស្រែកពាក្យនោះស្រាប់តែមានរន្ទះបាញ់មកយ៉ាងខ្លាំង Billy បានផ្លាស់ប្ដូររូបរាងទៅជាកំពូលវីរបុរស Shazam ដែលមានឌុកឌើននិងរូបរាងខ្ពស់ធំភ្លាមនោះ Shazam ក៏បានមកដឹងខ្លួនវិញនៅក្នុងទូតភ្លើងក្រោមដីធ្វើឲ្យអ្នកដំណើរម្នាក់សម្លឹងមើលគាត់ទាំងហួសចិត្ត Shazam ដើរចេញពីទូតភ្លើងក្រោមដីទាំងវង្វេងវង្វាន់រួចដើរឡើងទៅលើស្ថានីយ៍ដែលមានមនុស្សអ៊ូអរនៅក្នុងផ្ទះមួយក្មេងប្រុសម្នាក់ទៀតកំពុងលាក់ទុកក្រដាសលទ្ធផលប្រឡងដែលបានពិន្ទុមិនល្អចូលទៅក្នុងធុងសម្រាម Freddie Freeman កំពុងលាងចាននៅក្នុងផ្ទះបាយស្រាប់តែឃើញ Billy ក្នុងរូបរាងជាក្មេងបិទក្រដាសសរសេរថាកុំស្រែកនៅមាត់បង្អួច Freddie បើកភ្នែកធំទាំងភ្ញាក់ផ្អើលរួច Billy ក៏បានដើរចូលមកក្នុងផ្ទះបាយដើម្បីនិយាយជាមួយគាត់ឈុតឆាកបានកាត់ទៅផ្លូវងឹតមួយនាពេលយប់ដែល Shazam កំពុងដើរតាមពីក្រោយ Freddie ងាកមកមើល Shazam ទាំងមិនជឿភ្នែកខ្លួនឯងហើយ Shazam ក៏ព្យាយាមពន្យល់ថាខ្លួនជា Billy Freddie មើលទៅនិមិត្តសញ្ញារន្ទះដ៏មានពន្លឺនៅលើទ្រូងរបស់ Shazam ទាំងក្តីរំភើបជាខ្លាំង
Freddy ស្រែកឡើងទាំងត្រេកអរខណៈពេលដែល Shazam ឈរមើលជុំវិញខ្លួនទាំងមិនទាន់ស៊ាំនឹងរូបរាងថ្មីនេះ